ក្នុងវីដេអូនេះ admin នឹងអធិប្បាយហើយនឹងពន្យល់បែបច្បាស់ពី technique ក៏ដូចជារបៀបកាត់សក់របស់ជនជាតិចិនពីរបៀបកាត់ម៉ូដសក់ fade អូខេឥឡូវយើងចូលក្នុងវីដេអូតែមុននឹងទស្សនាវីដេអូកុំភ្លេចជួយ like comment ហើយនឹងជួយ share ម្នាក់មួយផងសម្រាប់អ្នកថ្មីណាហើយអ្នកចាស់ក៏ដូចគ្នាអូខេឥឡូវយើងចូលមកបែងសក់បាទបែងសក់ហើយយើងពាក់ពុំលេខ1កន្លះមកពុំដែលកំពុងពុំដែលកំពុងឈូសគឺលេខ1កន្លះបន្ទាប់មកគឺយើងមកកំណត់ជាមួយនឹងម៉ាទឿជ្រាបហើយយើងជ្រាបទម្រង់សក់ឲ្យចេញទម្រង់ខាងក្រោមសិនមកបន្ទាប់មកគឺលេខ 0.5 លេខ 0.5 ដែលកំពុងឈូសនេះគឺយើងឈូសតពីកន្លែងលេខ1សេរីថ្មិញមិញណាហើយតពីកន្លែងដែលយើងកំណត់វាផងដែរបាទយើងព្យាយាមជិនវាទៅបន្ទាប់មកគឺយើងពាក់លេខ1វិញដើម្បីជួយទៅផ្សារភ្ជាប់នៅចំណុច1កន្លះឃើញអត់បាទខាងក្រោមគឺយើងតែងសម្ោលវាឲ្យរាងមានសម្ោលកម៉ៅណាប៉ុន្តែអ្វីដែលសំខាន់គឺចំណុចកណ្ដាលហ្នឹងគឺវាលក្ខណៈសម្ោលកែបសាច់មានកន្លែងនេះគឺយើងលុបបំបត្តិនៅចំណុចដែលយើងចាក់ជាមួយម៉ាទឿជ្រាបជឿនតែមកផ្លេតទេតិចបែបហ្នឹងណាតិចមានអីច្រើនតែយើងមើលទៅតាមវីដេអូឥឡូវចាប់ផ្ដើមចេញទម្រង់សក់ឲ្យពុកម៉ែបងប្អូនបាទវ៉ាវមិនធម្មតាទេបាទអូសុទ្ធយอดเลยឥឡូវយើងមកចាប់ផ្ដើមកាត់ផ្នែកខាងលើចេញហើយយើងសម្រាមផ្នែកខាងក្រោមមកជើងក្រោមវាពុកម៉ែបងប្អូនហើយនឹងជាងណាឃើញអត់ហើយយើងចាប់ផ្ដើមចោះវាមកឥឡូវយើងកក់សក់កក់អីហើយយើងចាប់ផ្ដើមផ្លុំសម្អាតផ្លុំសម្ងួតវាមកហើយយើងចាប់ផ្ដើមចាប់ទម្រង់យើងហៅថាចាប់ម៉ូដសក់តែម្ដងណាអូ10ចេញទម្រង់សក់ឲ្យពុកម៉ែបងប្អូនបាទស្អាតមែនតើណាហើយកុំភ្លេច comment លេខខាងក្រោមវីដេអូបាទ admin ហើយនឹងចុច like ហើយនៅឲ្យវីដេអូម្នាក់មួយផងហើយកុំភ្លេចជួយ share ណាពុកម៉ែបងប្អូនបាទ admin សុំបាទដើម្បីលើកទឹកចិត្តដល់ admin ហើយនឹងចែករំលែកដល់ជាងបាទអរគុណ